បុរសនោះបានបង្ខំមនុស្សឲ្យចុះមុជចូលទៅក្នុងទន្លេដើម្បីយកឆ្នាំងទាំង9ដែលបន្សល់ទុកដោយភ្លៀងធ្លាក់ខ្លាំងប៉ុន្តែនេះបានធ្វើឲ្យសត្វទេវៈដែលយាមក្អមបុរសនោះបានបន្តបង្ខំមនុស្សបន្ថែមទៀតចូលទៅក្នុងទឹកដោយរុញអ្នកណាម្នាក់ដែលព្យាយាមដកដង្ហើមចូលទៅក្នុងទឹកត្រឡប់មកវិញដោយទាហានដែលនៅជុំវិញនោះនេះបានបណ្ដាលឲ្យអ្នកភូមិរាប់ពាន់អ្នកស្លាប់ប៉ុន្តែបុរសនោះមិនអើពើគាត់ថែមទាំងបង្ខំកូនស្រីរបស់អ្នកភូមិឲ្យទៅផ្ទះបន្ទាបផងបន្ទាប់ពីបុរសនោះបានបង្ខិតបង្ខំមនុស្សចូលទៅក្នុងទឹកកាន់តែច្រើនចានឆ្នាំងដែលកប់នៅបាតទន្លេទីបំផុតក៏ចាប់ផ្ដើមរលំបន្ទាប់មកសត្វគ្រាបានរកឃើញផ្លូវទៅកាន់ពន្ធនាគារឋានសួគ៌ទូសម្ដែងដែលមើលទៅដូចបុរសនោះបានប្រែក្លាយជាប្អូនប្រុសភ្លោះរបស់បុរសឈ្មោះខោហ្គើជាគាត់បានខឹងព្រះចៅអធិរាជដោយណែនាំប្រឆាំងនឹងការប៉ុនប៉ងប្រថុយប្រឋានដើម្បីទាញយកខោដ្រនដល់ទេវភាពដោយភ័យខ្លាចវានឹងធ្វើឲ្យសត្វដ៏ស្មោះត្រង់របស់ខោដ្រនខឹងនឹងនាំមកនៅគ្រោះមហន្តរាយគាត់ត្រូវបានគេចាប់ដាក់គុកហើយត្រូវកាត់ទោសប្រហារជីវិតក្នុងរយៈពេល3ថ្ងៃគេថាអ្នកណាឃើញបែបនេះហើយពោលពាក្យថាវូលាភសំណាងប្រែជាសំណាងអាក្រក់និងមានលៀបមានជ័យនឹងចម្រើនរុងរឿងដោយឃើញការលាលែងពីតំណែងសត្វគ្រាបានប្រាប់គាត់អំពីសកម្មភាពដ៏ឃោរឃៅរបស់បងប្រុសរបស់គាត់ខៅប៊ីជីក្នុងការទាញយកឆ្នាំងសាកនិងធ្វើបាបប្រជាជនបន្ទាប់មកវាបានទម្លាក់ដាវដល់ទេវភាពលូបែនការកាត់ទោសដែលគាត់បានបង្កើតបានជួយខោហ្គោឲ្យរួចពីគុកដូច្នេះគាត់អាចបញ្ឈប់ភាពឈួតរបស់ខៅប៊ីជីទោះជាយ៉ាងណាក៏ដោយខៅហ្គោត្រូវបានប្រជាជនដេញតាមនិងវាយប្រហារភ្លាមដោយសារតែគាត់មើលទៅដូចខៅប៊ីជីណាស់ប្រជាជនបានយល់ច្រឡំគាត់ថាជាខៅប៊ីជីហើយបានវាយប្រហារគាត់យ៉ាងសាហាវខៅហ្គោប្រញាប់ព្យាយាមពន្យល់ប៉ុន្តែត្រូវវាយដោយសុទ្ធរលួយមុនពេលគាត់អាចសង្គ្រោះបានក្មេងម្នាក់ដែលលាក់ខ្លួនក្នុងដើមឈើរងចាំឱកាសស្ទាក់ចាប់គាត់បានបាត់ជើងហើយធ្លាក់ចូលទៅក្នុងទន្លេក្នុងជីវិតឬស្លាប់នេះខៅបូបានលោតចូលទៅក្នុងទឹកដោយមិនស្ទាក់ស្ទើរហើយប្រថុយជីវិតក្មេងប្រុសត្រូវបានជួយសង្គ្រោះជាទង្វើមួយដែលធ្វើឲ្យហ្វូងមនុស្សជុំវិញមានការភ្ញាក់ផ្អើលភ្លាមដែលពេលនោះជឿថាបុរសដែលនៅពីមុខពួកគេមិនមែនជាខៅប៊ីស៊ីវដែលជាបុរសដែលបានធ្វើបាបប្រជាជននោះទេដោយមានជំនួយពីហ្វូងមនុស្សខៅហ្គើជាទីបំផុតបានរកឃើញប្អូនប្រុសរបស់គាត់ខៅប៊ីស៊ីវទោះជាយ៉ាងណាក៏ដោយខៅប៊ីស៊ីវបានធ្វើទង្វើយ៉ាងក្រអឺតក្រទមដោយអះអាងថាគាត់គឺជាបងថ្លៃរបស់អធិរាជតែមួយគត់នៃតុលាការបច្ចុប្បន្នហើយខៅហ្គើជាគ្រាន់តែជាជនភៀសខ្លួនដែលនឹងត្រូវចាប់ខ្លួននិងប្រហារជីវិតនៅនឹងកន្លែងពាក្យរបស់ខៅប៊ីស៊ីវបានផ្ដាច់ចំណងរវាងបងប្អូនទាំងពីរទាំងស្រុងហើយបានធ្វើឲ្យខៅហ្គើជាដឹងថាប្អូនប្រុសរបស់គាត់រួចទៅហើយគ្មានសង្ឃឹមសម្រាប់គាត់ដូច្នេះគាត់បានសម្រេចចិត្តកម្ចាត់មនុស្សដែលបានស្លាប់ទៅថ្វាយស្ដេចដើម្បីសងវាជាមួយជីវិតរបស់ពួកគេទោះយ៉ាងណាក៏ដោយមុនពេលគាត់អាចធ្វើសកម្មភាពបានខៅប៊ីស៊ីវបានបញ្ជាឲ្យទាហានរបស់គាត់ចាប់គាត់ប៉ុន្តែប្រយោគតែមួយរបស់ខៅហ្គោបានបំបិទមាត់ទាហានទាំងអស់ព្រោះការសប្បុរសរបស់គាត់ចំពោះប្រជាជនកន្លងមកបានធ្វើឲ្យគាត់មានកិត្យានុភាពដ៏ធំធេងមួយសន្ទុះទាហានស្ទាក់ស្ទើរដោយឃើញទាហានរបស់គាត់មិនគោរពតាមបញ្ជារបស់គាត់ហើយឈរស្ងៀមខៅប៊ីស៊ីវខឹងសម្បាហើយបានគំរាមសម្លាប់គ្រួសារពួកគេ9ចំនួនប្រសិនបើពួកគេមិនធ្វើសកម្មភាពខៅយោក៏ខឹងសម្បាដែរដោយសម្លឹងមើលការសម្លាប់យ៉ាងឃោរឃៅនិងឃោរឃៅរបស់ខៅប៊ីឈីវទាហានមិនអាចទ្រាំទ្របានទេដោយខឹងសម្បានឹងអំពើឃោរឃៅរបស់ខៅប៊ីឈីវហ្វូងមនុស្សបានទម្លាក់អាវុធរបស់ពួកគេហើយរត់គេចខ្លួនប្រជាជនបានចូលទៅលើកប៉ាល់ធំនោះចាប់ខៅប៊ីឈីវហើយនាំគាត់ឡើងច្រាំងទោះជាយ៉ាងណាក៏ដោយខៅប៊ីឈីវដោយពឹងផ្អែកលើឋានៈរបស់គាត់ជាប្អូនថ្លៃរបស់អធិរាជបានផ្ដល់រង្វាន់ជាមាស1000ដំឡឹងដល់នរណាម្នាក់ដែលអាចកាត់ក្បាលខៅប៊ូជាប៉ុន្តែគ្មានអ្នកណានៅជុំវិញសុខចិត្តទេខៅហ្គោយូដោយដឹងថាអ ுக ្រិតកម្មរបស់បងប្រុសគាត់ហួសពីការពិពណ៌នាគាត់ក៏បញ្ជាឲ្យប្រហារជីវិតដោយស្ទាក់ស្ទើរខៅប៊ីឈីវភ័យស្លន់ស្លោហើយបានអង្វរខៅហ្គោយូឲ្យរួចជីវិតដោយឃើញរបស់ខៅហ្គោយូដោយមិនមានការរំជើបរំជួលគាត់បានបោះបន្ទះការពារយ៉ាងដូនដារបស់គាត់ចូលទៅក្នុងទន្លេប៉ុន្តែសូម្បីតែរឿងនេះក៏មិនអាចគេចផុតពីជោគវាសនារបស់គាត់បានដែរដោយមានស្នាមកាត់តែមួយពីរអ្នកកាប់សម្លាប់ជីវិតដ៏មានបាបរបស់ខៅប៊ីឈីវបានដល់ទីបញ្ចប់ដោយមិននឹកស្មានដល់ព្យុះមួយបានកើតឡើងលើទឹកហើយបន្ទាប់មកសត្វដ៏ទេវភាពខំហ្វៀវបានលោតចេញពីទឹកដោយវាយខៅហ្គោចូលទៅក្នុងទឹកដោយការវាយប្រហារតែមួយវាត្រូវបានគេគិតថាខៅហ្គោប្រកាសជាមិនរួចជីវិតទេបន្ទាប់ពីវាយគាត់ប៉ុន្តែអ្វីដែលមិននឹកមានដល់ខៅហ្គោបានហែទៅច្រាំងកុងហ្វូក៏ខឹងយ៉ាងខ្លាំងហើយហៀបនឹងវាយលុកម្ដងទៀតនៅគ្រាដ៏ធ្ងន់ធ្ងរទីបំផុតលដងបេននិងឆេងហ្គូឡូបានធ្វើអន្តរាគមន៍យកបានមកដល់ទាន់ពេលដើម្បីជួយជីវិតរបស់ខៅហ្គោយនៅពេលនេះបេកសេក៏ប្រញាប់ប្រញាល់ទៅការពារខៅហ្គោយជនក្បត់ជាតិពិតប្រាកដខៅប៊ីឈីវត្រូវបានខៅហ្គោយប្រហារជីវិតរួចហើយបន្ទាប់មកកងយូវេនៀនបានដឹងថាគាត់ស្ទើរតែបានធ្វើកំហុសយ៉ាងធ្ងន់ធ្ងរគាត់បានបង្រួញរាងកាយរបស់គាត់ទៅជាទម្រង់មនុស្សវិញយ៉ាងឆាប់រហ័សហើយលោតចូលទៅក្នុងទឹកដើម្បីយកបន្ទះការពារយានយ៉ាងមកប្រគល់ជូនខៅប៊ូជាវិញជាការសុំទោសលដងបេនក៏បានជួយកែច្នៃបន្ទះការពារយានយ៉ាងទៅជាវត្ថុបុរាណដ៏ទេវភាពហើយយកខៅប៊ូជាជាសិស្សផ្ទាល់ខ្លួនរបស់គាត់ដូច្នេះហើយខៅហ្គោយបានសម្រេចនៅកុសលដ៏ល្អឥតខ្ចោះបានដល់ការតាំងឆ្អឹងហើយបានក្លាយជាផ្នែកមួយនៃអមតៈទាំង8